ណេះឯងហូបទឹកមកកែសិនទៅហើយលមមឈប់ខឹងហើយខ្ញុំសុំទោសឯងនិយាយត្រូវនារីធំហើយខ្ញុំជំទាស់មុននេះក៏ព្រោះតែខ្ញុំនឹងបារម្ភពីគេហើយគិតពីគេនៅខ្លាំងពេកខ្ញុំក៏ចង់សុំទោសឯងដែរខ្ញុំដឹងថាឯងតែងតែស្រឡាញ់នារីដូចជាកូនបង្កើតអញ្ចឹងនារីបូរ៉ាអូបងហើយមិនហ្នឹងខ្ញុំដឹងវិសិទ្ធអញធ្លាប់ប្រាប់ខ្ញុំថាឲ្យនាំប្រពន្ធមកពេទ្យពិនិត្យអូមើលទៅគាត់ស្លេកស្លាំងដល់នេះកូនចឹងណាបងសុំបាយគាត់ទៅទៀតប្រពន្ធខ្ញុំសោកខ្លាំងណាស់ហើយចិត្តតែរកចោលលើសន្លប់សិតជួយមើលផងទៅបាទប៉ុន្តែថ្ងៃនេះមន្ទីរពេទ្យយើងមានអ្នកជំងឺច្រើនហើយយើងក៏បានដុកទ័រទៀតអញ្ចឹងឲ្យបងទៅពីរនាក់ប្រហែលតែចាំយូរបន្តិចណាខ្ញុំស្រេកទឹកណាខ្ញុំសុំទឹកញ៉ាំបន្តិចណាពិសិដ្ឋជួយប្រពន្ធខ្ញុំផងទៅពិសិដ្ឋអូអត់ត្រូវទេទៅមកគាត់ទៅឲ្យមីងសុំទោសផងបូរ៉ាមីងមិនអាចប្រាប់បានទេលោកពូមីងឯងថាម៉េចគឺអញ្ចឹងហើយពូមិនអាចប្រកែកមួយមីងឯងបានទេណាលោកពូជាមនុស្សប្រុសរបៀបម៉េចណាបូរ៉ាឯងមកផ្ទះពូជាលើកទី2ហើយមកនិយាយស្ដីឲ្យពូទៅឌីអញ្ចឹងហីណាឯងកុំឆេវឆាវអញ្ចឹងអីមីងមិនអាចត្រាក់កន្លែងដែលនារីទៅបានទេនារីកំពុងតែត្រូវការពេលវេលាតោះខ្លួនរបស់គេដើម្បីសម្រេចចិត្តបើឲ្យគេជួបឯងនាំតែច្បោកច្បល់នោះទេប៉ុន្តែយ៉ាងណាក៏ដោយក៏ឯងគេដឹងថាអ្វីដែលវាខុសអ្វីដែលវាត្រូវដែរមីងគ្រាន់តែដឹងថាការដែលយើងទៅជ្រៀតជ្រែកក្នុងការសម្រេចចិត្តរបស់គេវាមិនត្រូវទោះបីជាការសម្រេចចិត្តនោះវាខុសអស់មួយជីវិតក៏ដោយឯងខំធ្វើដំណើរមកថ្ងៃនេះក៏អត់ប្រយោជន៍ហើយណែមីងអស់កម្លាំងខ្លាំងណាស់មីងទៅរកកន្លែងសម្រាប់សិនហើយណែប៉ុន្តែឯងនៅសម្រាប់នឹងមួយយប់សិនចុះថ្ងៃស្អែកក៏នារីមិនទាន់មកដល់ដែរអត់អីទេខ្ញុំទៅវិញលើនេះក៏បានដែរខ្វះជាតិដែកបណ្ដាលឲ្យខ្វះគ្រាប់ឈាមក្រហមអញ្ចឹងហើយបានជាធ្វើឲ្យស្លេកស្លាំងអស់កម្លាំងខ្សោយនិងសេកទឹកអញ្ចឹងអញ្ចឹងខ្ញុំត្រូវធ្វើដោយម្ដេចលោកគ្រូពេទ្យត្រូវញ៉ាំថ្នាំគ្រាប់ជាតិដែកក្នុងមួយថ្ងៃមួយគ្រាប់ជារៀងរាល់ថ្ងៃក្នុងកំឡុងពេលដែលមានផ្ទៃពោះហើយមួយថ្ងៃមួយគ្រាប់ទៀតក្នុងរយៈពេល6អាទិត្យបន្ទាប់ពីសម្រាលកូនរួចជាពិសេសត្រូវញ៉ាំអាហារដែលសម្បូរជាតិដែកដូចជាបន្លែដែលមានស្លឹកពណ៌បៃតងត្រីនិងសាច់គោជាដើមចាពិសេសឯងទៅយកថ្នាំគ្រាប់ជាតិដែកដល់គាត់ផងលោកគ្រូបងស្រីម្នាក់មិញគឺជាប្រពន្ធរបស់បងសន្តិសុខសន្តិសុខណាគឺបងណាដែលលោកគ្រូដេញចោលរឿងនឹងមានអីត្រូវនិយាយទៀតខ្ញុំរវល់គ្រូការដែលគាត់គេងពេលធ្វើការដោយសារនៅផ្ទះគាត់មានការងារច្រើនពេកហើយប្រពន្ធគាត់មិញនឹងឈឺទៀតហើយចុះរឿងកញ្ជក់បរិងក្នុងបងធ្វើការវិញចុះគេលោកគ្រូជក់ដែរតែខ្ញុំអត់មានជក់ទេប៉ុន្តែក្រុមអ្នកថតកុនណាគេបានថតលោកគ្រូពេលកំពុងជក់បរិយហើយខ្ញុំឃើញនៅក្នុងកាមេរ៉ាគេខ្ញុំជក់តែម្ដងផ្ដាច់បរិយមិនមែនស្រួលទេណាបងត្រូវផ្ដាច់បរិយវាមិនស្រួលទេហើយជីវិតបងណារត់តែមិនស្រួលទៀតមិនក៏លោកគ្រូបំដល់ឱកាសគាត់ម្ដងទៀតទៅមិនអីទេពូដឹងហើយខ្ញុំគិតថាលោកពូក៏ប្រហែលជាដូចខ្ញុំដែរបើសិនជាលោកពូស្រឡាញ់ពីណាគេម្នាក់ក៏លោកពូប្រហែលជាមិនឈរអោបដៃមើលគេបំផ្លាញជីវិតតែខ្លួនគេដែរមែនទេលោកពូបូរ៉ាកុំឲ្យគេដឹងថាពូជាអ្នកនិយាយប្រាប់ឯងណានារីធ្វើដំណើរទៅភូមិមួយឈ្មោះភូមិតប្រុកក្បែរខេត្តកំពង់ធំឯណោះប៉ុន្តែលោកពូបាទអរគុណច្រើនអ្នកជំងឺទៅណាអស់ហើយក្រែងថាអ្នកជំងឺច្រើនមើលមិនទាន់ណាអូលោកដុកទ័រក៏ដោះស្រាយរួចចិត្តអស់ហើយថ្ងៃហ្នឹងបើកុំតែបានគាត់មិនដឹងធ្វើយ៉ាងណាទេគាត់ពូកែមែនតើខ្ញុំអរគុណច្រើនណាស់លោកគ្រូពេទ្យបានប្រញាប់ជួយមើលកូនខ្ញុំសប្បាយចិត្តណាស់ដែលឃើញវាធូរវិញអញ្ចឹងលើកក្រោយមកត្រូវប្រញាប់យកវាមកមន្ទីរពេទ្យឲ្យលឿនបន្តិចមកណាបងព្រោះថាជំងឺរលាកភ្លើងដង្ហើមយើងមិនអាចធ្វើប្រហែលបានទេធ្វើមកខ្ញុំដឹងថាកូនខ្ញុំមានជំងឺរលាកភ្លើងដង្ហើមទេលោកកាលណាដែលក្មេងដកដង្ហើមញាប់ជាងធម្មតាដកដង្ហើមពិបាកផ្នែកអង្ក្រមទ្រូងរបស់ក្មេងផតចូលពេលដែលដកដង្ហើមចូលក្អកលើពី2សប្តាហ៍ផឹកទឹកពិបាកហើយឧស្សាហ៍ក្អួតអូកូនបងស្រីខ្ញុំម្នាក់ក៏កើតដូចលោកគ្រូនិយាយចឹងដែរបាទឲ្យតែឃើញរោគសញ្ញាមួយណាក្នុងចំណោមរោគសញ្ញាខាងលើហ្នឹងបងត្រូវប្រញាប់យកវាមកមន្ទីរពេទ្យភ្លាមមកណាចាខ្ញុំអរគុណច្រើនណាស់លោកដុកទ័រចាំខ្ញុំមកឈៀងចូលផ្ទះគាត់ប្រាប់កូនឲ្យឆាប់យកកូនមកពេទ្យបាទ
ថ្ងៃនេះឯងធ្វើការបានល្អណាស់ បាទអរគុណបាទ ឯងឃើញទេនៅពេលដែលឯងដាក់ចិត្តធ្វើការងារឯងអាចខ្លាចជាដុកទ័រល្អម្នាក់អញ្ចឹងណា អញ្ចឹងខ្ញុំអាចធ្វើការនៅទីនេះដដែលបានទេប៉ា ចង់នៅហ្នឹង បាទ មិនបានទេពកោសលរបស់ឯងមិនត្រូវជះខ្ជាយនៅទីនេះទេឯងត្រូវទៅប៉ារីស លើកក្រោយកុំរំពឹងដៃអត់ប្រយោជន៍យ៉ាងទៀត បាទលោកគ្រូពេទ្យតែម្ដងហ្នឹងខ្ញុំរៀនហើយ គាត់កាត់អីហ្នឹងបានដើរបាំងញ៉ាំអញ្ចឹង អូគាត់មានតកាអីតែគាត់រំពឹងដៃពេកទៅគប់សបុកមួយម៉ាលេងមើលខ្ញុំបាយពីកញ្ញាខ្ញុំមិនដឹងនឹកកញ្ញាយ៉ាងម៉េចទេ មិនបានលោកគ្រូនិយាយអញ្ចឹង ប៉ាបញ្ជូនខ្ញុំទៅស្រុកបារាំង លោកគ្រូនិយាយលេងហី បើពាក្យនេះជាពាក្យនិយាយលេងមែនណាវាមិនដឹងជាល្អយ៉ាងម៉េចទេថ្ងៃនេះជាថ្ងៃចុងក្រោយហើយតែខ្ញុំធ្វើការនៅទីនេះ អញ្ចឹងលោកគ្រូសំណាងហើយដែលបានទៅស្រុកគេខ្ញុំក៏ធ្លាប់សម័យថាបានទៅស្រុកបារាំងដែរប៉ុន្តែប្រហែលជាគ្មានថ្ងៃមានវាសនាបានទៅអង្គគេមើលទៅ ខ្ញុំឮថាស្រុកនោះសានណាស់ ពីពេលខែមុនខ្ញុំមានរឿងស្មុគស្មាញជាច្រើនកាលនោះខ្ញុំចង់តែរត់ទៅណាឆ្ងាយឆ្ងាយដើម្បីឲ្យភ្លេចរឿងទាំងអស់នោះចោលបើសិនជាពេលលក់ដូចជាលោកគ្រូពេលនេះមិនដឹងជាល្អមិនទេ រឿងអីដែលកញ្ញាមិនអាចទៅបាននោះ លោកគ្រូគុំនិយាយលេងវាមិនអាចទៅរួចទេ ខ្ញុំនិយាយមែនកញ្ញាទៅស្រុកបារាំងជាមួយខ្ញុំហ៎